សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានលើកឡើងថាការចល័តកងកម្លាំងនិងអាវុធទៅព្រំដែនគឺការអនុវត្តផែនការបម្រុងក្នុងការការពារបូរណភាពទឹកដីកម្ពុជាបន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយប្រាវនៅតំបន់មុំ3ខេត្តព្រះវិហារហើយបានបណ្ដាលឲ្យកងទ័ពកម្ពុជាម្នាក់បានបាត់បង់ជីវិតនោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់អះអាងថាចំពោះការចល័តកម្លាំងនិងអាវុធទៅព្រំដែនគឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពនៅក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជាដែលត្រូវបានត្រៀមជាស្រេចនៅក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចកើតឡើងបើទោះបីជាពេលនេះសម្ដេចមិនស្ថិតក្នុងប្រទេសប៉ុន្តែរាល់ការសម្រេចចិត្តគឺក្រោមបទបញ្ជារបស់សម្ដេចដដែលផ្ញើសារចេញពីប្រទេសជប៉ុននាព្រឹកថ្ងៃទី29ខែឧសភាឆ្នាំ2025នេះសម្ដេចធិបតីហ៊ុនម៉ាណែតបានលើកឡើងថាព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីម្សិលមិញនៅមុំ3ក៏ដូចជាការចល័តកម្លាំងកងទ័ពនិងអាវុធធុនធ្ងន់មួយចំនួនទៅព្រំដែនក្នុងគណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេសបានធ្វើឲ្យប្រជាពលរដ្ឋយើងមានការព្រួយបារម្ភជាមួយនឹងភាពស្រពេចស្រពិលអំពីស្ថានភាពនៅព្រំដែនតើសង្គ្រាមនឹងផ្ទុះឡើងឬទេតើអ្នកណាដឹកនាំគ្រប់គ្រងសភាពការឬបញ្ជាឲ្យមានការចល័តកម្លាំងកងទ័ពនៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេសសម្ដេចបានបញ្ជាក់ថាខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថាទោះបីរូបខ្ញុំកំពុងស្ថិតនៅប្រទេសជប៉ុននិងមានកិច្ចប្រជុំការងារផ្សេងជាច្រើនក៏ដោយប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំងក្នុងករណីធំបែបនេះគឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានលើកឡើងទៀតថារាល់ការវិវត្តនៃសភាពការដែលកើតឡើងនៅបន្ទាត់ព្រំដែនគឺត្រូវបានរាយការណ៍មកឲ្យខ្ញុំតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមអគ្គមេបញ្ជាការនិងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោករួមទាំងលទ្ធផលនៃការតាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយនឹងសមាភាគីថៃក្នុងគោលដៅទប់ស្កាត់កុំឲ្យមានការប៉ះទង្គិចគ្នាកាន់តែរីកនិងព្យាយាមឲ្យសភាពការវិលត្រឡប់ទៅរកភាពស្ងប់ស្ងាត់និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសយើងទាំងពីរជាមួយគ្នានេះរាល់ការសម្រេចចិត្តសំខាន់ក៏ត្រូវទទួលបានការឯកភាពឬទទួលបទបញ្ជាពីរូបខ្ញុំរួមទាំងការចល័តកម្លាំងកងទ័ពនិងអាវុធទៅព្រំដែនខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេសនិងប្រជាជនយើងទាំងពីរនោះទេជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខក្នុងន័យនេះខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជានិងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះនឹងទទួលបានផលវិជ្ជមានក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដោយដែលបានធ្វើនាពេលកន្លងមកសម្ដេចបានបន្ថែមថាចំពោះការចល័តកម្លាំងនិងអាវុធទៅព្រំដែនគឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជាដែលត្រូវត្រៀមជាស្រេចនៅក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចកើតឡើងដោយខ្ញុំធ្លាប់បានលើកឡើងក្នុងវេទិកាសាធារណៈកន្លងរួចមកហើយកម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេហើយយើងចង់ឲ្យមានការដោះស្រាយព្រំដែនប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិប៉ុន្តែកម្ពុជាក៏ត្រូវរក្សាសិទ្ធិក្នុងការប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធយ៉ាងណាក៏ដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រីសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរជ្រាបជាព័ត៌មាននិងសូមកុំឲ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់ខ្ញុំក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទប់ស្កាត់កុំឲ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាលក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយទទួលការខុសត្រូវខ្ពស់ជាមួយគ្នានេះដែរសម្ដេចក៏បានបង្ហោះរូបភាពដោយឯកសណ្ឋានយោធាផងដែរជាមួយនឹងខ្លឹមសារថារូបភាពពីរសន្លឹកនេះគឺថតនៅក្នុងកំឡុងពេលនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតំបន់ប្រាសាទព្រះវិហារប្រាសាទតាមាន់និងប្រាសាទតាក្របីកាលពីជាង10ឆ្នាំមុននៅឆ្នាំ2008និងឆ្នាំ2011រូបថតមួយសន្លឹកគឺថតនៅជិតទីបញ្ជាការជួរមុខនៅក្រុងសំរោងខេត្តឧត្តរមានជ័យក្នុងកំឡុងពេល
មានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃរូបថតមួយសន្លឹកទៀតគឺការចរចាជាមួយនឹងភាគីកងទ័ពជើងគោកថៃនៅជាំស្រងាំដើម្បីផ្អាកការប្រយុទ្ធរវាងកងទ័ពទាំងពីរ